ជំរាបសួរបាទឈ្មោះខាត់ភូជាប្រធានក្រុមប្រឹក្សាវិបាលនៃសហគមន៍បល្ល័ង្កសេដ្ឋភាពដំណាក់កាលនេះសមាជិកដែលបានចូលរួមនៅក្នុងសហគមន៍របស់ខ្ញុំមាន516នាក់បើគិតជាឃុំមាន6ឃុំបើគិតជាភូមិ24ឃុំ24ភូមិអញ្ចឹង516នាក់ហ្នឹងគឺម្ចាស់អាជីវកម្មលើសហគមន៍តែម្ដងហើយតេតួងទៅនឹងផលិតផលដែលមាននៅក្នុងសហគមន៍ខ្ញុំគឺខ្ញុំមានចំនួន2ប៉ុន្តែទី1គឺតេតួងទៅនឹងសេវាអនុទានទី2គឺតេតួងទៅនឹងការទិញលុយជីប៉ុន្តែខ្ញុំអត់យកជីមកនិយាយទេដោយសារវាត្រង់ទីតូចអញ្ចឹងខ្ញុំយកតែ2ចំណុចមកបង្ហាញដល់អ្នកចូលរួមទី1គឺការដាក់ប្រាក់សន្សំនៅក្នុងសហគមន៍ទី2គឺកម្ចីខ្នាតតូចតេតួងទៅនឹងការធ្វើកសិកម្មហើយមូលហេតុដែលខ្ញុំបង្កើតឲ្យមានកម្មវិធីនឹងឡើងដោយសារតែតាមរយៈការដើរហើយនឹងបទពិសោធន៍ខ្ញុំដើរទៅខ្ញុំចេះតែឃើញកសិករជាពិសេសអ្នកដែលមានជីវភាពទាបនិងមធ្យមជាពិសេសគ្រូដូចខ្ញុំអញ្ចឹងឲ្យតែរត្រែទៅមុខមើលមិនបានត្មងហើយឲ្យទៅជួបកសិករទៅដឹងតែពិបាកក្មេងក៏ធ្វើការវ័យកណ្ដាលក៏ធ្វើការចាស់ឡើងក៏នៅតែធ្វើការហើយសួរថាជួអាចាស់នឹងល្មិចឈប់បានទោះបីជាចង់ឈប់ក៏ចោលកើតដោយសារតែរឿងថាវិការរបស់គាត់ថ្ងៃមិនអាចឲ្យគាត់បន្តឈប់បានដូច្នេះខ្ញុំទៅឃើញអញ្ចឹងទៅហើយនឹងបទពិសោធន៍នៃការដើរឃើញអង្គការសេដាក់គេបង្កើតឲ្យមានក្រុមសំទៅថ្ងៃក្រោយទោះបីជាមានជីវភាពទាបឬក៏ប្រជុំកម្រិតក៏ប៉ុណ្ណាក្រៅប៉ុន្តែឲ្យតែដាក់សំតិចទៅដឹងតែគាត់មានលទ្ធភាពនៅក្នុងការសម្រាកនៅពេលដែលដល់វេជ្ជៈអញ្ចឹងក៏ខ្ញុំបង្កើតឲ្យមានកម្មវិធីនឹងឡើងទៅជាពិសេសគឺការដាក់ប្រាក់សន្សំ